ចាមេរៀនទី1ការរៀនអំពី Hangul ឬមួយក៏យើងអាចបកប្រែជាភាសាខ្មែរបានថាការរៀន Hangul ឬមួយក៏អក្សរកូរ៉េភាគ1ចាអញ្ចឹងជាដំបូងយើងនាំគ្នាទៅមើលចំណងជើងតូចចាចំណងជើងតូចរបស់មេរៀនទី1របស់យើងគឺការណែនាំពី Hangul ឬមួយក៏ការណែនាំអំពីអក្សរកូរ៉េចាអញ្ចឹងសួរថាតើ Hangul ឬមួយក៏អក្សរកូរ៉េមានដើមប្រវត្តិចាប់កំណើតតាមរយៈអ្វីឬមួយក៏ចាប់កំណើតតាំងពីពេលណាឥឡូវយើងនាំគ្នាទៅមើលប្រវត្តិរបស់ Hangul ទាំងអស់គ្នាចា Hangul គឺត្រូវបានស្ដេចសេជុងនៃសម័យជូសនបង្កើតឡើងនៅក្នុងឆ្នាំ1443ដែលមុននោះគណៈពេលដែលតួអក្សរមានតិចពេកដូច្នេះហើយគេបានយក Hanja ដែលជាតួអក្សររបស់ចិនយកមកប្រើប្រាស់ក៏ប៉ុន្តែដោយសារតែ Hanja គឺមានផលលំបាកខ្លាំងសម្រាប់ប្រជារាស្ត្រក៏ដូចជាបុគ្គលសាមញ្ញដែលគាត់មិនធ្លាប់ទទួលបានការអប់រំហើយដូច្នេះហើយទើបស្ដេចសេជុងបានបង្កើត Hangul ឡើងមកដើម្បីឲ្យរាស្ត្រធម្មតាក៏ដូចជារាស្ត្រសាមញ្ញអាចប្រើប្រាស់បានដោយភាពងាយស្រួលចាដូច្នេះហើយទើប Hangul ចាប់ផ្ដើមលេចរូបរាងក៏ដូចជាមានដើមកំណើតកើតឡើងមកចាអញ្ចឹងសួរថាតើតួអក្សរដែលមានស្រៈតិចនេះត្រូវបានបង្កើតឡើងយ៉ាងដូចម្ដេចចាចំណុចទី1តូចរបស់យើងតួអក្សរដែលមានស្រៈតិចគឺត្រូវបានបង្កើតឡើងតាមវិធីសាស្ត្រនេះចាដោយយោងទៅតាមតួអក្សរទាំង3ដែលបង្កើតឡើងទៅតាមរូបរាងមេឃដីនិងមនុស្សក៏បានបង្កើតទៅជាស្រៈអាស្រៈយ៉ាស្រៈអស្រៈយ៉ស្រៈអូស្រៈយ៉ូស្រៈអ៊ូនិងស្រៈយូហើយស្រៈដតីផ្សេងទៀតក៏បានបង្កើតឡើងដោយសារតែការផ្សំលាយជាមួយនឹងតួអក្សរដើមទាំងអស់នេះផងដែរចាចំណុចទី2តូចតួអក្សរដែលមានព្យញ្ជនៈតិចគឺត្រូវបានបង្កើតឡើងតាមវិធីសាស្ត្រនេះតួអក្សរកូរ៉េដែលមានគឺនៅមឺស៊ឺនិងអ៊ឹងគឺត្រូវបានបង្កើតឡើងដោយផ្អែកទៅតាមរូបរាងនៃសរីរាង្គដែលប្រើប្រាស់នៅពេលដែលយើងធ្វើការបញ្ចេញសំឡេងដែលយើងអាចនិយាយថាបង្កើតទៅតាមរូបរាងផ្នែកបំពង់ករបស់យើងចាអញ្ចឹងដើម្បីធ្វើការបញ្ចេញនៅសូរខ្យល់ខ្លាំងចេញមកបានគឺគេបានបន្ថែមឆ្នូតមួយឆ្នូតថែមពីលើតួអក្សរដើមហើយបានបង្កើតទៅជាគឺធឺភឺហើយនឹងឈឺដើម្បីអាចបញ្ចេញនៅសូរតានតឹងគេបានបន្ថែមតួអក្សរដដែលមួយបន្ថែមពីលើតួអក្សរដើមបង្កើតបានទៅជាគឺទឺពឺស៊ឺហើយនឹងជឺផងដែរចាចំណុចទី3តូចចំពោះព្យាង្គគឺអាចសរសេរឡើងតាមវិធីសាស្ត្រនេះនៅពេលដែលយើងធ្វើការផ្សំស្រៈនិងព្យញ្ជនៈគឺយើងបង្កើតបានជាព្យាង្គសម្រាប់ព្យាង្គភាសាកូរ៉េគឺចាំបាច់ត្រូវតែមានស្រៈហើយនិងព្យញ្ជនៈប្រសិនបើនៅមុខស្រៈមិនមានព្យញ្ជនៈនោះទេគឺគេតែងតែប្រើអ៊ឹងចំពោះព្យញ្ជនៈអ៊ឹងនៅពេលដែលគេប្រើវានៅខាងមុខស្រៈគឺមិនត្រូវបានគេអាននោះទេមានន័យថាអត់មានសំឡេងទេគេអានតែអ៊ឹងនៅពេលដែលវានៅឈរបន្ទាប់ពីស្រៈតែប៉ុណ្ណោះក្នុងព្យាង្គមួយគឺมันអាចមានស្រៈនិងព្យញ្ជនៈនៅដាច់ដោយឡែកពីគ្នាបាននោះទេសម្រាប់ព្យញ្ជនៈគឺអាចនៅខាងមុខឬមកក៏នៅខាងក្រោយនៃព្យាង្គបានចាចំណុចទី2តូចគឺតាក់ទងនឹងស្រៈដែលយើងអាចអានចំណងជើងជាភាសាខ្មែរស្រៈ1ចាចំពោះស្រៈរបស់ភាសាកូរ៉េគឺមានទាំងអស់21តួចំពោះស្រៈគឺយើងបែងចែកជា2ទី1គឺស្រៈបញ្ឈរស្រៈបញ្ឈរមានដូចជាស្រៈអ៊ីស្រៈអាស្រៈយ៉ាស្រៈអហើយនិងស្រៈយ៉ហើយនឹងចំពោះស្រៈផ្ដេកវិញគឺមានដូចជាស្រៈអ៊ឺស្រៈអូស្រៈយ៉ូស្រៈអ៊ូនិងស្រៈយូចាអញ្ចឹងយើងនាំគ្នាទៅមើលសំឡេងរបស់ស្រៈទាំងអស់គ្នាចំណុចទី1សំឡេងរបស់ស្រៈតោះចាប់ពីពេលនេះយើងនាំគ្នាទៅរៀនអំពីការបញ្ចេញសំឡេងរបស់ស្រៈទាំងអស់គ្នាជាដំបូងសូមអ្នកទាំងអស់គ្នាត្រៀមកញ្ចក់ចាសូមស្ដាប់ស្រៈហើយសាក់លបងឆ្លុះកញ្ចក់បណ្ដើរធ្វើតាមរូបបបោមាត់របស់រូបភាពបណ្ដើរយើងនឹងធ្វើការអនុវត្តដោយធ្វើការបែងចែកជាស្រៈបញ្ឈរនិងស្រៈផ្ដេក이, 아, 야, 어, 여, 으, 오, 요, 우, 유 តោះយើងសាក់លបងអនុវត្តម្ដងទៀតចាទី1សូមធ្វើការសាក់លបងធ្វើការបញ្ចេញសំឡេងអាសូមសាក់លបងធ្វើការបញ្ចេញសំឡេងអ
តើរូបរាងបបោមាត់រវាង A និង O ខុសគ្នាយ៉ាងដូចម្តេចទៅចាសូមបើកមាត់ឲ្យធំហើយបញ្ចេញសំឡេង A បន្ទាប់មកសូមបិទមាត់បន្តិចហើយសាកល្បងបញ្ចេញសំឡេង O សូមយកចិត្តទុកដាក់ទៅលើរូបរាងបបោមាត់របស់អ្នកបណ្ដើរសាកល្បងបញ្ចេញសំឡេង A និង O ដដែលឲ្យបានច្រើនដងបណ្ដើរចំណុចទី2សូមធ្វើការបញ្ចេញសំឡេង U សូមធ្វើការបញ្ចេញសំឡេង O តើរូបរាងបបោមាត់រវាង U និង O ខុសគ្នាយ៉ាងដូចម្តេចទៅនៅពេលដែលយើងធ្វើការបញ្ចេញសំឡេង U បបោមាត់របស់យើងនឹងប្រែជារង្វង់ហើយបូនទៅខាងមុខតែនៅពេលដែលយើងធ្វើការបញ្ចេញសំឡេង O យើងធ្វើមាត់បូនជារង្វង់ទៅមុខដូចគ្នាតែយើងត្រូវបើកមាត់ធំបន្តិចសូមយកចិត្តទុកដាក់ទៅលើរូបរាងបបោមាត់របស់អ្នកបណ្ដើរសាកល្បងបញ្ចេញសំឡេង U និង O ឆ្លាស់គ្នាដដែលឲ្យបានច្រើនដងចំណុចទី3សូមសាកល្បងធ្វើការបញ្ចេញសំឡេង E សូមសាកល្បងធ្វើការបញ្ចេញសំឡេង តើរូបរាងបបោមាត់រវាង E និង ខុសគ្នាយ៉ាងដូចម្តេចទៅនៅពេលដែលយើងបញ្ចេញសំឡេង E អណ្ដាតរបស់យើងនឹងរំកិលទៅខាងមុខជាងពេលដែលយើងបញ្ចេញសំឡេង ចំពោះ គឺមិនត្រូវការអណ្ដាតលៀនទៅខាងមុខហើយក៏មិនចាំបាច់បូនមាត់ជារង្វង់ក៏បានហើយក៏មិនចាំបាច់បើកមាត់ធំពេកក៏បានសូមសាកល្បងបញ្ចេញសំឡេងដោយបង្ហើបមាត់តែបន្តិចដូចពេលដែលយើងគ្រាន់តែបើកមាត់ល្មមធម្មតាមានខ្យល់ចេញតាមបបោមាត់សូមយកចិត្តទុកដាក់ទៅលើរូបរាងមាត់របស់អ្នកបណ្ដើរសាកល្បងបញ្ចេញសំឡេង E និង ដដែលឲ្យបានច្រើនដងបណ្ដើរតោះចាប់ពីពេលនេះយើងសាកល្បងទៅអនុវត្តស្រៈផ្សំដែលកើតចេញពីការបញ្ចូលនៅស្រៈទាំងពីរប្រភេទនេះទាំងអស់គ្នាស្រៈផ្សំគឺជាស្រៈដែលមានឆ្នូតផ្ដេកខ្លី2ឆ្នូតនៅក្នុងចំណោមស្រៈបញ្ឈរដែលមានដូចជាស្រៈយ៉ាហើយនិងស្រៈយ៉និងនៅក្នុងចំណោមស្រៈផ្ដេកជាស្រៈដែលមានឆ្នូតបញ្ឈរ2គឺមានស្រៈយ៉ហើយនិងស្រៈយូចំណុចមួយតូចសូមសាកល្បងធ្វើការបញ្ចេញសំឡេងយ៉ាសូមសាកល្បងធ្វើការបញ្ចេញសំឡេងយ៉នៅពេលដែលធ្វើការបញ្ចេញសំឡេងយ៉ាសូមបញ្ចេញសំឡេង E ឲ្យខ្លីហើយបញ្ចេញសំឡេង A ឲ្យបានវែងនៅពេលបញ្ចេញសំឡេងយ៉សូមធ្វើការបញ្ចេញសំឡេង E ឲ្យបានខ្លីហើយបញ្ចេញសំឡេង O ឲ្យបានវែងនៅពេលបញ្ចេញសំឡេងស្រៈទាំងពីរនេះត្រូវបញ្ចេញសំឡេងក្នុងប្រវែងដូចគ្នាមិនអាចបញ្ចេញសំឡេងដូចស្រៈផ្ដាច់ខ្លួននៃស្រៈ2បាននោះឡើយ2តូចសូមសាកល្បងធ្វើការបញ្ចេញសំឡេងយ៉សូមសាកល្បងធ្វើការបញ្ចេញសំឡេងយូនៅពេលបញ្ចេញសំឡេងយ៉សូមបញ្ចេញសំឡេង E ឲ្យខ្លីហើយបញ្ចេញសំឡេង O ឲ្យបានវែងនៅពេលបញ្ចេញសំឡេងយូសូមធ្វើការបញ្ចេញសំឡេង E ឲ្យបានខ្លីហើយបញ្ចេញសំឡេង U ឲ្យបានវែងនៅពេលបញ្ចេញសំឡេងស្រៈទាំងពីរនេះត្រូវបញ្ចេញសំឡេងក្នុងប្រវែងដូចគ្នាមិនអាចបញ្ចេញសំឡេងដូចស្រៈផ្ដាច់ខ្លួននៃស្រៈទាំងពីរនោះបានឡើយចំណុចទី2ការសរសេរស្រៈបើដូច្នេះតើស្រៈសរសេរយ៉ាងដូចម្តេចទៅចំពោះស្រៈឆ្នូតបញ្ឈរនៅពេលសរសេរគឺសរសេរពីលើចុះមកក្រោមចំណែកឯស្រៈផ្ដេកគឺពេលសរសេរយើងសរសេរដេញពីឆ្វេងទៅខាងស្ដាំបើដូច្នេះអញ្ចឹងយើងទៅសាកល្បងសរសេរជាមួយគ្នាចំពោះស្រៈបញ្ឈរដែលមានស្តង់ដារដូចទៅនឹងរូបរាងមនុស្សដែលកំពុងឈរគឺយើងធ្វើការសរសេរឆ្នូតបញ្ឈររាងវែងហើយឆ្នូតផ្ដេករាងខ្លីចំណែកឯស្រៈផ្ដេកដែលមានស្តង់ដារដូចទៅនឹងរូបរាងដីដែលរាបស្មើគឺយើងត្រូវធ្វើការសរសេរឆ្នូតផ្ដេករាងវែងហើយឆ្នូតបញ្ឈររាងខ្លីសូមស្ដាប់ស្រៈហើយថាតាមបណ្ដាសរសេរតាមបណ្ដា E A Ya O Yo O Yo U You តើសរសេររួចរាល់ហើយមែនទេលើកនេះសូមស្ដាប់ម្ដងទៀតហើយថាតាមក្នុងតួអក្សរដាច់ខាតត្រូវតែមានស្រៈនិងព្យញ្ជនៈនៅជាមួយគ្នាដូច្នេះហើយក្នុងករណីដែលគ្មានព្យញ្ជនៈដំបូងគឺពេលសរសេរគឺគេសរសេរអៀងដែលគ្មានសំឡេងជំនួសវិញចំពោះស្រៈបញ្ឈរគឺសរសេរអឹងនៅខាងឆ្វេងហើយចំពោះស្រៈផ្ដេកគឺគេធ្វើការសរសេរអៀងនៅពីលើ E A Ya O
여, 으, 오, 요, 우, 유, សូមស្ដាប់ហើយថាតាមបណ្ដាសរសេរបណ្ដា 이, 아, 야, 어, 여, 으, 오, 요, 우, 유, ការអនុវត្តទី1សូមសាកល្បងធ្វើការបញ្ចេញសំឡេងស្រាក់ខាងក្រោមម្ដងមួយរួចរាល់ហើយមែនទេបើអញ្ចឹងសូមធ្វើការស្ដាប់ CD ដើម្បីឆែកមើលថាតើអ្នកបានបញ្ចេញសំឡេងត្រឹមត្រូវដែរឬទេសូមប្រុងប្រយ័ត្នចំពោះស្រៈដែលខុសដោយសាកល្បងស្ដាប់ម្ដងទៀតហើយថាតាម 1, 아, 어, 오, 우, 으, 이, 오, 아, 어, 우, 이, 3, 야, 여, 요, 유, 4, 요, 야, 여, 유, ទី2សូមស្ដាប់ហើយជ្រើសរើសចម្លើយដែលត្រឹមត្រូវ 1, 아, 2, 우, 3, 오, 4, 야, 오, 요, 6, 유, ទី3សូមស្ដាប់ហើយធ្វើការផ្គូផ្គងតួអក្សរទៅតាមលំដាប់លំដោយតើវាជារូបភាពអ្វី 우, 아, 여, 이, 으, 우, ទី4សូមស្ដាប់ហើយសរសេរអក្សរកូរ៉េដែលអ្នកបានលើ 1, 2, 2, 5, 3, 아이, 4, 5이, 5, 우유, 6, 여우. ចាតើអ្នកសរសេររួចរាល់ហើយមែនទេបន្តមកទៀតសូមអ្នកបញ្ចេញសំឡេងបណ្ដាសរសេរឲ្យបាន3ដងទៀតបណ្ដា